ជំរាបសួរបងប្អូនទាំងអស់គ្នាសូមមកតាមដានការធ្វើបច្ចុប្បន្នភាពនៃផែនការទីផ្សារមាសកន្លែងណាដែលឃើញថាជាតំបន់តម្លៃល្អក្នុងការចូលទិញហើយថាតើកន្លែងណាជាតំបន់ល្អក្នុងការត្រៀមលក់ទីផ្សារនេះមកវិញបាទសម្រាប់ថ្ងៃនេះតែម្ដងខ្ញុំមើលឃើញថាតំបន់ដែលល្អសម្រាប់បងប្អូន fan ចូលចិត្តបាយទីផ្សារមាសណាឃើញថាប្រសិនបើទីផ្សារនេះធ្លាក់មករកចំណុច support របស់វានៅផ្នែកខាងក្រោមណាគឺតម្លៃ3120បាទនេះគឺជាតម្លៃ low របស់ទីផ្សារដែលបានធ្លាក់ចុះមកហើយជាតំបន់ទី1យើងត្រៀមបាយទៅវិញហើយតែមុននឹងមកដល់តម្លៃនេះវានឹងត្រូវឆ្លងកាត់នៅតំបន់ support ពិសេសមួយគឺនៅតម្លៃ3160ណាឬក៏3170នឹងបាទអញ្ចឹងប្រសិនបើទីផ្សារធ្លាក់ចូលទៅក្នុងតំបន់ zone តម្លៃទាំងពីរនេះបន្ទាប់មកទៀតនោះគឺយើងណានឹងធ្វើការវិភាគផ្សេងទៀតរកចំណុចពិសេសជាប្រភេទbuy signal កើតឡើងនៅក្នុងតំបន់ zone នេះតែម្ដងណាដើម្បីធ្វើការ buy បាទសម្រាប់បងប្អូនដែលរងចាំឱកាសត្រៀមលក់ចេញណា sell ទីផ្សារមាសនេះវិញឃើញថាតម្លៃដែលល្អតម្លៃប្រចាំថ្ងៃនេះណាដែល3300ណានៅក្នុងចន្លោះតម្លៃ3300ទៅ3350ទីផ្សារណាឡើងទៅដល់តំបន់ហ្នឹងគឺយើងព្យាយាមរកចំណុចsell signal ឲ្យឃើញណានៅក្នុងហ្នឹងទម្លាក់ time frame ទៅណាបងប្អូនប្រើប្រាស់ indicator អ្វីក៏បានយុទ្ធសាស្ត្រអ្វីក៏បានណាឲ្យតែចូលទៅក្នុងតំបន់ហ្នឹងហើយណាយុទ្ធសាស្ត្រឬក៏ indicator នោះប្រាប់បងប្អូនថាកន្លែងហ្នឹងគឺជា sell signal មានហើយណាតាមរយៈ candlestick ក្តីតាមរយៈ pattern ក្តីបាទអញ្ចឹងគឺយកមកប្រើនៅកន្លែងហ្នឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសារជាថ្មីម្ដងទៀតគឺតម្លៃដែលយើងត្រៀមចូលផ្សារទីផ្សារមាសសម្រាប់តែថ្ងៃនេះទេបាទគឺខាងផ្នែក sell ណាទីផ្សារគឺនៅក្នុងចន្លោះតម្លៃ3300ទៅ3350បាទខាង sell ខាង buy វិញគឺយ៉ាងហោចណាស់ទីផ្សារធ្លាក់មកដល់ណាតម្លៃចាប់ពី3120ណាទៅ3160បាទនៅក្នុងតំបន់ហ្នឹងគឺជាតំបន់ buy ត្រឡប់ទៅវិញបាទចំពោះព័ត៌មានអំពីទីផ្សារនេះអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះផងដែរយើងឃើញថានឹងមានការឡើងថ្លែងសន្ទរកថាមួយចំនួនចេញអំពីមន្ត្រីធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបាទអញ្ចឹងក៏អាចធ្វើឲ្យមានការប៉ះពាល់ដល់ទីផ្សារមាសផងដែរបូករួមជាមួយនឹងការចេញផ្សាយនៅទិន្នន័យការលក់ផ្ទះសម្បែងណាផ្សេងរបស់សហរដ្ឋអាមេរិកបាទផងដែរអញ្ចឹងយើងរងចាំទាំងពីរច្រកតែម្ដងណាសម្រាប់ណា day trade ណាគឺយើងរងចាំទាំង buy រងចាំទាំង sell បាទណានៅពេលដែលតម្លៃទីផ្សារអណ្ដែតណាចូលទៅដល់តំបន់ដែលយើងត្រៀមទាំង buy ទាំង sell បងប្អូនទាំងអស់គ្នាចាំបាច់បំផុតគឺណាត្រូវតែណាទម្លាក់ time frame ហើយរកហេតុផលនៃការចូលទីផ្សារនោះឲ្យឃើញបាទដែលហៅថា signal ហើយនឹងរងចាំ confirmation កើតឡើងបាទនៅក្នុងតំបន់ហ្នឹងបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាសូមជូនពរបងប្អូនទាំងអស់គ្នាមានថ្ងៃសុខដ៏ល្អហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាចំណេញគ្រប់គ្នាបាទសូមអរគុណ